bạn đa nhai cái mai ọt chê thì ok anh chẳng chẳng chùm nuôn tất cả chỉ đô la trong các bạn dân họ F16 JAS 39 Gripen Chengdu J thân tầm lay khơi thay dân họ Sweden nè dân họ bảo xôi ai nữa viết đặt thao thao trên kê tầm lay về điện á tam nè viết đặt thao thao trên kê bàn tay tam khi ông sáng chiều tới anh ông chỉ gặp sập sai tế đó sát riêng bạc dân họ tam bấy chọc sập group bạc bán tầm lay bạc ra hai cái này miền này tha dân họ JAS 39 Gripen boss Sweden play đôi kia play đôi kia hay cho dân họ chen đu chê thành với chen đu chê thành tầm lay riêng họ và hai cái này đã nè và hai cái này đã còn tôi mà tiết nơi không chấm nào dân họ từng bay nè dân họ chê đọc mũi dân họ JAS 39 Gripen dân họ chen đu chê đậm tầm lay dân họ đọc mũi tầm lay riêng bạc riêng thay chiêng và hai cái là liền và hai là hai sẽ mờn thay chiêngแต่ปันนั่งไงรีไอระยะเปลในการเรียนบางบ่อในการบางยนต์หน้องคือการวิธีเรียนเวลาใบชนำตัวบุญชนำการวิธีเรียนโดยไล่เจทันปรามชนำมันตั้งอย่างไม่ได้สละบอกจันเวลาปรามชนำสวีเดนใบตัวบุญชนำอเมริกันใบตัวบุญชนำบางบ่าไหนvề tới chia cho họ chơi thành đó dù chiều đòi mua là hai đấy nhưng mà đấy nè ní cứ chuyện cả đại nhông mồ vô máu nhé mồ vô máu phần to một tiết cứ cà riêng ao nè hai lấy ní nhông đi dây pi dồn họ nó nhông pra phải thà muốn lần từ riêng ba dồn họ nó một con nó chia thể hiện to cả hai cái miếng thành anh đã sát chia nghề thể hiện anh nút này nè bỏ anh nút này cái mình vô thế phần to một tiết cái miếng bạn nhà đây 4 năm bachelor's degree lấy những trong đăng pi bát mùi đạt đổi lại ta Sweden nè cái York ai Sweden York đôi kia bachelor's degree nè ok York đôi kia hãy cho chân nhom từ mưa chân vinh ta chân cái miền apply tế bảo sao chân York đôi kia chân cái đôi kia và cái admin học tế cái York đôi kia hay trong này ai medical exam hay là physical exam đôi kia re scoring system របៀបឲ្យបន្ទុកអានឹងខុសគ្នាfly hour ខុសគ្នាចំនួនម៉ោងដែលបើកខុសគ្នាអូខេស្នៀតបើកបអានឹងអត់គេអត់ប្រាប់ទេគេអត់ប្រាប់ទេបន្តមកទៀតsimulator ស្អីទៅ simulator ក្រៅពីបើកនៅក្នុងយន្តហោះមែនតើបុគ្គលដែលរៀននឹងត្រូវបើកនៅក្នុងទូកុំព្យូទ័រមួយដែលគេធ្វើដោយយន្តហោះចឹងតែអត់ហោះទេណា simulator យន្តហោះរបស់ Sweden ក្រុមហ៊ុនរបស់ Sweden ក្រុមហ៊ុន Saab ហ្នឹងវាបង្រៀន pilot វាប្រើ simulator ច្រើនជាងអាមេរិកហើយ simulator ច្រើនជាងចិនសាលាដែលបង្រៀន F16 ប្រើ simulator តិចជាងគេក្នុងចំណោមទាំង3ប្រទេសហ្នឹងគឺដាក់ឲ្យ pilot ហ្នឹងចូល real aircraft យន្តហោះមែនតើរីឯចិនsimulator ក៏តិចប៉ុន្តែម៉ោងសម្រាប់ pilot តិចជាងអាមេរិកម៉ោងរបស់ហាត់ណាវាតិចជាងអាមេរិកចំណែកឯម៉ោងរបស់ Sweden បើម៉ោងនៅក្នុងយន្តហោះមែនតើសាលាវាតិចជាងអាមេរិកប៉ុន្តែ simulator វាបូកទៅច្រើនម៉ោងជាងអាមេរិកនេះទៅតាម design courses ដែលគេធ្វើក្នុងការបង្រៀនចប់ប៉ុណ្ណឹងឯងខ្ញុំនិយាយរឿងហ្នឹងហើយសូមបញ្ជាក់ថាគេមិនអាចណាសូមបញ្ជាក់ថាគេមិនអាចចេះតែចង់បើកយន្តហោះទេហើយគេមិនអាចចេះតែចង់ទិញយន្តហោះទេគេត្រូវមានធនធានមនុស្សហើយធនធានមនុស្សលំបាកណាស់ដូចនៅសម័យប៉ុលពតចិនបានឲ្យប៉ុលពតបញ្ជូនមនុស្សទៅរៀនបើកយន្តហោះអាជួនមុំកាលហ្នឹងបងអាជួនប្រសិទ្ធនេះកូនវាំងជួនត្រូវជាក្មួយបុនច័ន្ទមកវាក៏ទទួលភារៈអង្គការឲ្យរៀបចំខ្មែរក្រហមទៅរៀនបើកយន្តហោះអាកាភ្លើជួនមុំដែលល្បីល្បាញអីមានសរសេរសភៅទុកអីណាព្រឹទ្ធាចារ្យជួនមុំអីហ្នឹងអាកាភ្លើហ្នឹងឲ្យក្មេងអាយុ9ឆ្នាំបញ្ជូនទៅស្រុកចិន
តាអង្គការឲ្យវាអ្នករៀបឲ្យក្មេងអាយុ9ឆ្នាំក្មេងខ្មែរក្រហមក្មេងកូនអ្នកស្រាយយើងណាអាយុ9ឆ្នាំឲ្យទៅរៀនបើកយន្តហោះចិនឲ្យមកវិញទាំងអស់ចិនប្រាប់មកអាពតហ្នឹងដែលសមត្ថមិត្តខាងបកគុំនេះកម្ពុជាយើងខ្ញុំអត់អាចពង្រៀនក្មេងដែលអត់មានចេះលេខចេះអីចឹងឲ្យបើកយន្តហោះបានទេហើយមិនបានជាគោក្បាលអាមុំហ្នឹងទៅភ្លឺអញ្ចឹងស្គាល់ហើយណាអាជួនមុំវារៀននៅស្រុកប្រាំងអីបានញ៉ាំបាត់ខ្ពស់អីស្រាប់តែវាភ្លឺអញ្ចឹងវាផ្ញើវាបញ្ជូនណាក្មេងៗខ្មែរក្រហមទៅរៀនបើកយន្តហោះអាចិនវាចង់ឈឺក្បាលវាបញ្ជូនមកវិញណាមិនដឹងយ៉ាងម៉េចណាយើងមិនយល់ដែរណាអានឹងអញ្ចឹងការដែលយើងសម្រាំងយកមនុស្សបើកយន្តហោះសំខាន់ណាស់ហើយបច្ចុប្បន្នខ្ញុំចង់ប្រាប់ថានៅក្នុងពិភពលោកសប្តាហ៍ថ្ងៃនេះpilot អ្នកបើកយន្តហោះចម្បាំង pilot គ្រប់ប្រទេសទាំងអស់ខ្វះឥឡូវនិយាយប្រទេសសំខាន់ប្រទេសបារាំងប្រទេសអង់គ្លេសប្រទេសអាល្លឺម៉ង់និងប្រទេសដទៃនៅក្នុងអឺរ៉ុបខាងលិចគ្រប់ប្រទេសទាំងអស់ខ្វះ pilot នៅអាមេរិកខ្វះ pilot កាណាដាអូស្ត្រាលីញូហ្សេឡង់ជប៉ុនសាអូកូរ៉េខ្វះ pilot China ណារុស្ស៊ីសំណួរសួរថាម៉េចបានខ្វះ pilot បើ Air Force Academy គេបើករាល់ថ្ងៃសាលាបណ្ឌិតសភាកងទ័ពអាកាសបើករាល់ថ្ងៃមិនខ្វះចម្លើយឆ្លើយថាវាជាការលំបាកជាទីបំផុតដើម្បីបង្រៀននិងបង្វឹកឲ្យមនុស្សคล้ายទៅជា pilot យន្តហោះទំនើបពិបាកណាស់នឹងបង្ហាត់ណាស់ហើយក៏ថ្លៃសម្បើមណាស់តម្លៃ5លានទៅ7លានដុល្លារគ្រាន់តែជាតម្លៃបឋមទេអញ្ចឹងពីលុតម្នាក់ទាំងដេកដើរស៊ីអង្គុយអីទាំងអស់ហ្នឹងហាត់អីតម្រាំមកខ្លាយទៅជាពីលុតវាសិតតែ10លានហើយមិនអស់10លានទេបន្តមកទៀតបេក្ខជនដែលត្រូវបង្រៀនហ្នឹងមិនងាយរកទេជួនកាលទៅប្រឡងចូលវគ្គទី1ទី2ក៏ត្រូវទម្លាក់ចោលណា has to be discharged ហេតុនេះហើយប្រទេសធំទាំងអស់ដែលមានយន្តហោះទំនើបខ្វះ pilot ណាសួរថាអត់ជឿទេ James សុកនិយាយចឹងបងប្អូនបើបងប្អូនទៅមើលតបអាកាសប្រទេសដែលខ្ញុំនិយាយទាំងអស់ហ្នឹងសិតតែមាន pilot ហើយបើបងប្អូនទៅសួរតបអាកាសហ្នឹងថាលោកខ្វះ pilot ទេគេអត់និយាយថាខ្វះទេគេថាគេមានទាំងអស់តែចុះហេតុដូចម្តេចបានគេខ្វះ pilot គេខ្វះ Top Gun pilot ហើយស្អីទៅ Top Gun pilot គឺជា pilot ជំនាញខ្ពស់វាអត់មានណានៅពេលដែលគេធ្វើសង្គ្រាមគេជួបប្រទះនឹងផលវិបាកមួយគឺឲ្យតែយន្តហោះធ្លាក់ឲ្យស្លាប់ pilot គេធ្វើការសិក្សាអំពីយន្តហោះចម្បាំងមួយដែលមានតម្លៃ100លានហើយនឹង pilot មួយដែលបើកយន្តហោះចម្បាំងហ្នឹងនៅក្នុងទ្រឹស្ដីនៃតបអាកាសការបាត់បង់ជីវិត pilot ម្នាក់ហើយនឹងការខូចខ្ទេចនៅយន្តហោះមួយគ្រឿងការខូចខ្ទេចនៃយន្តហោះមួយគ្រឿងមិនស្មើការបាត់បង់ជីវិតរបស់ pilot ម្នាក់ទេណាมันអាចស្មើទេឃើញទេបងប្អូនឃើញសំខាន់ប៉ុណ្ណាណានឹងមួយនៅពេលដែលគេកំពុងតែខ្វះខាត pilot គ្រប់ប្រទេសទាំងអស់ប្រទេសទំនើបប្រទេសតូចមិនខ្វះទេប្រទេសតូចវាមានយន្តហោះតិចនៅពេលដែលគេខ្វះ pilot ណាឥឡូវហ្នឹងគេកំពុងតែរកឃើញនៅវិធីថ្មីវិធីហ្នឹងគេចិនក៏គេធ្វើកូរ៉េក៏គេធ្វើជប៉ុនក៏គេធ្វើអាមេរិកក៏គេធ្វើយុរ៉ូពីនក៏គេធ្វើកាណាដាក៏គេធ្វើគេកំពុងតែរៀបចំឲ្យ pilot របស់គេហ្នឹងមាន wingman ស្អីទៅ wingman wing គឺស្លាបណាអាមានហ្នឹងស្អីអាមានហ្នឹងមនុស្សប៉ុន្តែស្អីដែលជា wingman មិនមែនមនុស្សទេគឺ drone ហើយ drone ដែលជា wingman ហ្នឹងគឺជាអ្វីគឺជា drone ដែលរូបរាងវាដូចយន្តហោះអាចតូចជាងអីបន្តិចបន្តួចណារូបរាងវាដូចយន្តហោះវាជាប្រភេទ drone តែវាមិនមែន remote control ពីក្រោមទៅពីស្ថានីយ៍ក្រោមទៅបញ្ជូនទៅទេពេលយន្តហោះមួយហោះឡើងទៅបើយន្តហោះហ្នឹងវាមាន wingman មួយវាមាន drone មួយទៅជាមួយបាទអាមេរិកកំពុងតែរៀបចំឲ្យយន្តហោះមួយគ្រឿងហោះឡើងទៅហើយមាន wingman 5បច្ចុប្បន្ននេះកំពុងតែធ្វើការរៀបចំ wingman 3មានន័យថាយន្តហោះមួយ drone ហោះទៅជាមួយ3តែគោលដៅនៅពេលដែលយន្តហោះ F47 ចាញ់ដំណើរការគឺ wingman 5មានន័យថាយន្តហោះមួយគ្រឿងប្រើ pilot មួយតែប្រៀបបាននឹងយន្តហោះ6គ្រឿងដែលអាចគ្រប់គ្រងដែនអាកាសបានរាប់គីឡូម៉ែត្រនៃរង្វង់ផ្ចិតវាដូចជាគេកំពុងតែបើកយន្តហោះ6គ្រឿងអញ្ចឹងណាគេកំពុងតែរៀបចំរបៀបច្បាំងហ្នឹងទាំងការផលិតយោងទៅតាមព័ត៌មានដែលដឹងខ្សឹបខ្សៀវថា wingman អាមេរិកបានត្រូវពិសោធន៍ហើយជោគជ័យច្រើន
ក៏ប៉ុន្តែវាជារឿងមួយគេកំពុងតែធ្វើការកត់សម្គាល់ទៅលើ stress របស់អ្នកបើកពីព្រោះ pilot ម្នាក់ pilot ម្នាក់ត្រូវ handle កប៉ាល់ហោះខ្លួនឯងហើយនឹង wingman ណាអញ្ចឹង interoperability របស់ wingman ហ្នឹងគេកំពុងសិក្សារីឯចិនក៏គេសិក្សារុស្ស៊ីក៏គេសិក្សាដើម្បីគេនៅពេលដែលគេអាចនឹងរៀបចំក្បួន wingman បានយន្តហោះចម្បាំងទំនើបហ្នឹងប្រើ pilot តែម្នាក់ទេប្រើ pilot តែម្នាក់ទេឥឡូវយើងគិតមើលគោលក្បាលដូចខ្ញុំអីគោលក្បាលដូចបងប្អូនកូនក្មួយអីតើ multitasking ធ្វើកិច្ចការនឹងបានទេអត់បានទេខ្ញុំបើគេឲ្យធ្វើកិច្ចការនឹងដាក់ទៅគឺមិនបាច់ទេដាក់ទៅឈួតបណ្ដោយដាក់ទៅបែកខួរបាត់ហើយចុះក្មួយចៅដាក់ទៅលាយខួរបែកប្រេះខួរបាត់ហើយទៅរួចទេប្រឡងដាក់ទៅគ្រាន់តែគេឲ្យសមហ្នឹងមិនជាប់ផងអញ្ចឹងមានន័យថា pilot ហ្នឹង must be a very very smart person very smart very capable very healthy very well trained បើមិនអញ្ចឹងទេវា handle អត់បាននេះគឺជាការបង្គ្រប់ pilot សម្រាប់ច្បាំងអនាគតអញ្ចឹងយន្តហោះ F47 អីហ្នឹងគឺនឹងត្រូវមាន wingman ចាប់ពី3ឡើងទៅហ្នឹងមួយទៀតអាការរៀបចំ wingman ហ្នឹងគេកំពុងតែរៀបក្បួនមកឲ្យវាមានចំនួន wingman ច្រើនហើយឲ្យមាន forward battlefield ឧទាហរណ៍យន្តហោះមួយហោះឡើងអញ្ចឹង F47 ហើយវាមាន drone 5ទៅជាមួយពេលវាធ្វើដំណើរទៅមុខការរបស់វាត្រូវទៅវាយប្រហារលើគោលដៅសត្រូវក៏ប៉ុន្តែសត្រូវមានកំជ្រួចការពារដែនអាកាសខ្លាំងណាស់កំជ្រួចវាខ្លាំងណាស់បេសកកម្មត្រូវកំណត់ឲ្យ pilot ហ្នឹងនៅឲ្យឆ្ងាយពីចម្ងាយរបស់កំជ្រួចមានន័យថាអាយន្តហោះ F47 ហ្នឹងវាអត់ចូលក្នុងដែនដែលកំជ្រួចការពារដែនអាកាសបាញ់បានទេវានៅតែក្រៅអារង្វង់គ្រោះថ្នាក់ហ្នឹងតែដើម្បីវាវាយប្រហារគោលដៅហ្នឹងបានវាត្រូវប្រើ5នាក់នោះទៅ meaning that pilot នៅក្នុង F47 ហ្នឹង does not need to bring his aircraft to danger zone ប៉ុន្តែបំពេញបេសកកម្មបានជោគជ័យដោយបញ្ជូនអា5នាក់ហ្នឹងឲ្យទៅ160 ម៉ាイលឬក៏200 ម៉ាイលឬក៏250 ម៉ាイលឆ្ងាយពីវានៅពេលដែលវាហ្នឹងនៅកែមនៃរង្វង់ការពារដែនអាកាសហើយវាបំពេញបេសកកម្មវាបានដោយការជ្រោមជ្រែងពីរបស់ដទៃគេកំពុងតែមើលឃើញអា forward air combat ហ្នឹងក៏ជាចំណែកមួយនៃយុទ្ធសាស្ត្រអញ្ចឹងម្នាក់គេហាត់សម្បើមណាម្នាក់គេហាត់សម្បើមព្រោះទី1គេការពារថាយន្តហោះទៅថ្លៃប៉ុណ្ណាក៏អា pilot ហ្នឹងថ្លៃសំខាន់របស់គេណាអញ្ចឹងគេកំពុងតែធ្វើហ្នឹងបាទគេកំពុងតែធ្វើហ្នឹងសូម្បីតែយន្តហោះ S47 ហ្នឹងcross radar signal របស់វាទៀបយ៉ាងណាក៏ដោយកំណត់បំបាំងកាយវាល្អប៉ុណ្ណាក៏ដោយវាទៅជាបិសាចអាកាសក៏ដោយក៏គេមិនចង់ឲ្យ pilot ហ្នឹងគេមិនចង់ឲ្យ pilot ហ្នឹងវាគេមិនចង់ឲ្យ pilot ហ្នឹងមកគេមិនចង់ឲ្យ pilot ហ្នឹងមកស្លាប់បាត់បង់ជីវិតទេចប់មករឿងប៉ុណ្ណឹងកុំឲ្យវែងពេកព្រោះឃើញអ្នកសួរហ្នឹងចង់ដឹងតែរឿងច្បាំងឥឡូវហ្នឹងបញ្ចប់វគ្គនេះខ្ញុំនិយាយប្រាប់ថាមកដល់ថ្ងៃទី14នេះសង្គ្រាមកម្ពុជាថៃឡង់នៅបន្តតាំងពីព្រឹកព្រលឹមខាងសៀមបាននិយាយថា